ចាជំរាបសួរខ្ញុំឈ្មោះប៉ៅមុំជាប្រធានសហគមន៍កសិកម្មរីកចម្រើនទួ7សហគមន៍ខ្ញុំបានចាប់ផ្ដើមផ្នែកវិស័យកសិកម្មដូចជារោងសំណាញ់សម្រាប់ដាំបន្លែសុវត្ថិភាពមានអង្គការ Hyper និងអង្គការដៃសង្ឃឹមលូតរិនកម្ពុជាដែលគាត់គ្រប់គ្រងសប្តាហ៍យើងផលិតបានយើងមានទីផ្សារនៅក្នុងដៃទី1ក្រុមហ៊ុនដែលគាត់ទទួលតែងពីកសិករដែលយើងផលិតបានទី2យើងផលិតបានហើយយើងលក់នៅទីផ្សារនៅក្នុងស្រុកពីមុនផ្ទះសំណាញ់យើងមានតែ15ខ្នងដែលយើងកសាងបានឥឡូវនេះយើងចាប់អនុវត្តបន្តទៀតនេះយើងមានចំនួន31ខ្នងបន្តទៀតជំរាបសួរខ្ញុំឈ្មោះឈុនលីខ្ញុំគឺជាសមាជិកផលិតបន្លែនៅក្នុងសហគមន៍កសិកម្មរីកចម្រើនទួ7ហើយខ្ញុំក៏ជាគណៈកម្មការត្រួតពិនិត្យរបស់សហគមន៍កសិកម្មរីកចម្រើនទួ7ទម្រាំតែដាំបានសមិទ្ធផលប៉ុណ្ណេះឆ្លងកាត់ការងារជាច្រើនការងារដែលសហគមន៍កំពុងតែអភិវឌ្ឍនៅពេលនេះគឺយើងធ្វើតកតងទៅនឹងការផលិតបន្លែសុវត្ថិភាពនៅក្នុងផ្ទះសំណាញ់និងទីវាលចាប់ផ្ដើមដំបូងហ្នឹងគឺយើងបានអង្គការ Hyper ដែលគាត់មានទុនវិនិយោគសម្រាប់ផ្ដល់ឲ្យសហគមន៍កសិកម្មគ្រប់គ្រងសហគមន៍កសិកម្មតកតងទៅនឹងដើមទុនការផលិតដើមទុនហើយនឹងផ្ដល់វគ្គបណ្ដុះបណ្ដាលជាច្រើនមកដល់សមាជិកផលិតបន្លែមកដល់ពេលនេះយើងមានឡានសម្រាប់ដឹកជញ្ជូនកសិផលចេញពីកសិដ្ឋានទៅលើទីផ្សារហើយយើងក៏មានក្រុមផលិតយើងមានក្រុមសន្សំយើងមានការជួយជ្រោមជ្រែងពីអាជ្ញាធរមូលដ្ឋានអង្គការដៃគូវិស័យឯកជនផ្សេងធនាគារដែលយើងរួមគ្នាក្នុងការធ្វើការងារទៅលើវិស័យកសិកម្មនេះសហគមន៍បានប្រមូលទិញបន្លែពីក្រុមផលិតយើងដែលគាត់បានធ្វើទស្សនាឥឡូវនេះយើងមានក្រុមហ៊ុនមនីមណ្ឌលគិរីដែលគាត់ជួយតកតងទៅនឹងផ្នែកចំណេះដឹងតកតងទៅនឹងការរៀបចំផលិតយើងមានក្រុមហ៊ុនមាសបៃតងដែលគាត់ជួយយើងតកតងទៅនឹងស្តង់ដារនៃការផលិតដូចជាជួយយើងធ្វើផែនការផលិតហើយគាត់ជួយធ្វើតម្លៃកុងត្រាឲ្យសហគមន៍បានសមរម្យហើយសហគមន៍ក៏ប្រឹងប្រែងផលិតដើម្បីបានផលិតផលយើងដោយល្អមានស្តង់ដារហើយនឹងសុវត្ថិភាពហើយមានបរិមាណបំពេញទៅលើតម្រូវការទីផ្សារបានគ្រប់គ្រាន់ការដែលយើងផលិតបន្លែគឺកសិករគាត់ជួបបញ្ហាច្រើនមានខែថោកមានខែថ្លៃចឹងអានឹងហើយគឺជាផលលំបាកខ្លាំងមាសបៃតងក៏ជួយតកតងទៅនឹងការរៀបចំបណ្ដុះបណ្ដាលកែបដល់កសិករដើម្បីឲ្យការផលិតបន្លែរបស់យើងធ្វើទៅតាមស្តង់ដារមានបរិមាណហើយនឹងគុណភាពទៅស្របគ្នាដើម្បីនាំបន្លែទៅកាន់ទីផ្សារពីព្រោះគោលដៅក្រុមផលិតយើងគិតអំពីសុខសុវត្ថិភាពរបស់អតិថិជនរបស់យើងដែលជាអ្នកញ៉ាំនឹងឯងគាត់តែងចុះជាប់ជាប្រចាំនឹងធ្វើផែនការជាមួយគ្នាពេលដែលយើងមានបញ្ហាអីយើង Telegram សួរគាត់អញ្ចឹងគាត់ផ្ដល់ព័ត៌មានត្រឡប់មកវិញតាម Telegram ឲ្យក្រុមផលិតយើងព្យាយាមអនុវត្តតាមការបង្ហាត់បង្ហាញអំពីក្រុមហ៊ុនបន្លែទោះបីជាទីផ្សារខាងក្រៅថោកឬក៏ថ្លៃគឺយើងនៅតែរក្សាគោលការណ៍ជាមួយនឹងក្រុមហ៊ុនជាមួយនឹងក្រុមផលិតយើងមានតម្លៃទៅតាមខែនីមួយហើយយើងធ្វើការគោរពនឹងឲ្យតម្លៃគ្នាទៅតាមកុងត្រារបស់យើងដែលយើងបានពិភាក្សាគ្នាទុកជាមុនហ្នឹងមានន័យថាយើងបានធ្វើទៅតាមកុងត្រាដែលយើងបាននិយាយគ្នាអញ្ចឹងហើយបានជាការផលិតបន្លែរបស់យើងពេលនេះគឺយើងកាត់បន្ថយបញ្ហាជាច្រើនដូចជាបញ្ហាបច្ចេកទេសនាំចេញទៅកាន់ទីផ្សារអីគឺគាត់ជួយកំងយើងអស់ទៅតាមផែនការទីផ្សារយើងមានអង្គការ Hyper អន្តរជាតិកម្ពុជាដែលជួយដឹកដៃសហគមន៍ក្នុងការធ្វើផែនការធ្វើគម្រោងហើយនឹងផ្ដល់ទុនវិនិយោគឲ្យសហគមន៍សម្រាប់សាងសង់ផ្ទះសំណាញ់អីឡានសម្រាប់ដឹកជញ្ជូនកសិផលយើងពីផ្ទះកសិករពីកន្លែងប្រមូលផ្ដុំបន្លែហើយនឹងកសិដ្ឋានបន្លែយើងទៅកាន់ទីផ្សារការផលិតបន្លែរបស់យើងពេលនេះយើងមើលឃើញថាយើងកាត់បន្ថយបញ្ហាជាច្រើនដោយសារតែយើងមានអង្គការ Hyper យើងមានមាសបៃតងសម្រាប់ជួយគ្រប់គ្រងទៅដល់ការងារអាជីវកម្មបន្លែរបស់យើងអញ្ចឹងហើយយើងនឹងប្រឹងប្រែងយើងនឹងព្យាយាមបន្តទៅមុខទៀតដើម្បីបន្លែរបស់យើងរុញទៅលើទីផ្សារហ្នឹងឲ្យបានកាន់តែច្រើនជាងឆ្នាំមុនសូមឲ្យអង្គការដៃគូនិងក្រុមហ៊ុននៅតែបន្តការជាចិត្តទុកដាក់និងជួយដឹកដៃសហគមន៍បន្ថែមទៀតនិងជួយពង្រឹងសមត្ថភាពរបស់គណៈកម្មការនិងក្រុមផលិតយើងបន្ថែមទៀតដើម្បីជួយគ្រប់គ្រងតកតងទៅនឹងការផលិតបន្លែរបស់យើងឲ្យកាន់ទីផ្សារបានកាន់តែច្រើនជាងមុនទ្វេដងសូមថ្លែងអំណរគុណទៅដល់ផ្សារទំនើបអ៊ីអនដែលតែងតែទិញបន្លែចេញពីសហគមន៍ជូនពរឲ្យការលក់ដូរដាច់ហើយយើងទទួលបានបន្លែដែលមានសុវត្ថិភាពហូបបានទាំងអស់គ្នាទូទាំងប្រទេសរបស់យើងចា៎សូមអរគុណ